កន្លងទៅនេះនៅស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនអង្គរ Green រាជធានីភ្នំពេញបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រនៃការលាយចំណីសត្វដោយខ្លួនឯងនិងមានការអនុវត្តផ្ទាល់ផងដែរដោយមានការចូលរួមពីអ្នកជំនាញផ្នែកចំណីសត្វរបស់ក្រុមហ៊ុនអង្គរ Green និងសិក្ខាកាមជាប្រជាកសិករម្ចាស់កសិដ្ឋានចំនួន47នាក់មកពីខេត្តតាកែវកំពតព្រៃវែងបាត់ដំបងសៀមរាបកំពង់ធំនិងរាជធានីភ្នំពេញវគ្គបណ្ដុះបណ្ដាលនេះជាលើកទី1ដែលក្រុមហ៊ុនអង្គរ Green បានរៀបចំឡើងសម្រាប់បន្ថែមចំណេះដឹងលើផ្នែកលាយចំណីសត្វដោយខ្លួនឯងដល់កសិករដែលមិនធ្លាប់មានពីមុនមកគុណសម្បត្តិនៃការធ្វើបទបង្ហាញអំពីការផ្សំចំណីដោយខ្លួនឯងគឺមានសារៈប្រយោជន៍ខ្លាំងសម្រាប់កសិករដូចជាចំណីយើងផ្សំនឹងមានចំណីថ្មីឈ្ងុយហើយរសជាតិឆ្ងាញ់ដែលធ្វើឲ្យជ្រូកចូលចិត្តស៊ីជ្រូកមានសុខភាពល្អទី2គឺកាត់បន្ថយការចំណាយដើមរបស់កសិករដែលធ្វើឲ្យកសិករចំណាយដើមតិចចំណេញបានច្រើនទី3គឺធ្វើឲ្យកសិកររកផលិតផលក្នុងស្រុកមានន័យថាគាត់ដើរទិញវត្ថុធាតុដើមក្នុងតំបន់គាត់ដែលអាចផ្សំបានហើយគឺគាត់អាចចំណេញបានច្រើនហើយគាត់អាចដាំបានឬក៏អ្វីផ្សេងទៀតទី3គឺគាត់អាចការចំណេះដឹងនិងការប្រាក់ចំណូលរបស់គាត់ទី4គឺចរន្តសេដ្ឋកិច្ចក្នុងប្រទេសយើងគឺកាត់បន្ថយការនាំចូលចំណីពីប្រទេសក្រៅពីមុនខ្ញុំចាំជ្រូកខ្ញុំទិញចំណីពីផ្សារអញ្ចឹងចំណីពីផ្សារវាមានតម្លៃខ្ពស់អញ្ចឹងការចាំមកយើងអត់ចំណេញទេបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានឆ្លោះប្រចាំងការចាំរបស់ខ្ញុំទិញចំណីពីផ្សារមកខ្ញុំបានដូរមកកាន់ចំណីដោយខ្លួនឯងបាទប៉ុន្តែបើតាមអ្វីដែលខ្ញុំធ្វើសពថ្ងៃនេះវាអត់សូវចំណេញទេដោយសារទី1ជ្រូកហ្នឹងវាពូជជ្រូកអត់ល្អទី2ចំណីរបស់យើងហ្នឹងបើធៀបជាមួយចំណីរបស់ក្រុមហ៊ុនសារធាតុចិញ្ចឹមរបស់យើងនឹងអត់ដល់គេនឹងដោយសារយើងបានរៀនបានតិចតួចអញ្ចឹងអាការចិញ្ចឹមរបស់យើងនឹងអត់សូវចំណេញទេនៅពេលដែលខ្ញុំចេះជំនាញនេះខ្ញុំចង់ឲ្យអ្នកភូមិខ្ញុំចង់ឲ្យអ្នកមិត្តភ័ក្តិខ្ញុំដែលចង់ធ្វើរឿងនេះដែរខ្ញុំចង់ឲ្យអ្នកភូមិខ្ញុំគាត់ចេះពីវិធីផលិតចំណីដោយខ្លួនឯងពីព្រោះនេះជាវិធីតែមួយគត់ដែលយើងអាចចំណេញច្រើនយើងចង់រកស៊ីដោយខ្លួនឯងមិនចាំបាច់ទៅក្រៅប្រទេសចាំបាច់ធ្វើការងារក្រៅប្រទេសដូចទៅថៃទៅកូរ៉េអីជាដើមការផលិតចំណីសត្វដោយខ្លួនឯងពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ម្ចាស់កសិដ្ឋាននៅតាមសហគមន៍និងអ្នកដែលមានគំនិតចែកចាយបន្តព្រោះវាអាចកាត់បន្ថយនៅការនាំចូលពីបណ្ដាប្រទេសជិតខាងក្នុងមួយថ្ងៃព្រះរាជាណាចក្រកម្ពុជាត្រូវការចំណីសត្វប្រមាណជា2000តោនដែលក្នុងនោះការនាំចូលចំណីសត្វពីខាងក្រៅចំនួន 60% និងការផ្គត់ផ្គង់នៅក្នុងស្រុកចំនួន 40%មិនតែប៉ុណ្ណោះការផលិតចំណីសត្វជ្រូកគឺធានាបាននូវគុណភាពល្អទាំងសុខភាពសត្វជ្រូកនិងសាច់ជ្រូកដោយមិនធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគហើយការផលិតចំណីសត្វដោយខ្លួនឯងអាចជួយកាត់បន្ថយការចំណាយនិងទទួលបានប្រាក់ចំណេញច្រើនក្រោយពេលមានផលិតផលរបស់ម្ចាស់កសិដ្ឋានទាំងអស់តាមវិធីសាស្ត្រលាយល្បាញចំណីសត្វដោយងាយងាយដើម្បីលេចំណីជួយខ្លួនឯងយើងក៏មានវត្ថុធាតុដើមមួយចំនួនដូចជាចុងអង្ករបាទ55ចំណីកូនមកចុងអង្ករ55%កាកសៀង15%ម្សៅ HT 7%ម្សៅត្រី5%បាសមិច 5%ប្រេងឆា 3%ហើយចំណីកូនដែលយើងសំហ្នឹងវាមានប្រូតេអ៊ីនអ្វីពីចាប់ពី20ប្រូតេអ៊ីន20ទៅដល់22ប្រូតេអ៊ីនបាទហើយវត្ថុធាតុដើមមួយហ្នឹងតិចច្រើនយើងរកក្នុងស្រុកក្រៅពីការផ្ដល់ជូននៅវគ្គបណ្ដុះបណ្ដាលនៃការលាយចំណីសត្វជ្រូកនេះតំណាងក្រុមហ៊ុនអង្គរ Green ក៏បានបង្ហាញជូនផងដែរនៅផលិតផលគ្រឿងយន្តកសិកម្មថ្មីគឺត្រាក់ទ័រ Mark Ferrari និង BCS ដែលអាចបង្កភាពងាយស្រួលដល់ប្រជាកសិករដែលមានការសហការគ្នាយើងមាន2ម៉ាកដែលយើងនឹងនាំចូលមកគឺទី1គឺយើងយកមកត្រាក់ទ័រឈ្មោះ BCS ហើយមួយទៀតឈ្មោះ Ferrari ហើយអត្ថប្រយោជន៍ត្រាក់ទ័រទាំងពីរនោះមួយជាប្រភេទត្រាក់ទ័រដែលមានកង់4ហើយយើងលក្ខណៈពិសេសរបស់វាគឺយើងពេលដែលយើងបើកទៅយើងអាចព្យួរក៏បានយើងអាចកាត់ស្មៅឬក៏វាយដីក៏បានដែរពេលដែលយើងចង់បត់ជាពិសេសនៅតំបន់ចំការដែលពិបាកក្នុងការបត់នៅក្នុងចំការម្រេចឬក៏ឈើហូបផ្លែផ្សេងវាដូចកាច់ចង្កេះអញ្ចឹងយើងបើកទៅដូចជាពោះអញ្ចឹងយើងអាចបត់ឆ្វេងបត់ស្ដាំបានហើយមួយទៀតយើងនាំចូលមកត្រាក់ទ័រកង់2គឺវាលក្ខណៈពិសេសគឺយើងផ្ដោតសំខាន់ទៅលើចំការម្រេចដែលយើងវាយដីនៅក្នុងចំការម្រេចឬក៏កាត់ស្មៅក្នុងចំការម្រេចដែលគោយន្តដែល
មាននៅលើទីផ្សារបច្ចុប្បន្នពិបាកក្នុងការចូលដោយសារចន្លោះរងម្រេចហ្នឹងវាតូចហើយជាពិសេសពិបាកបត់ដៃវាអាចវែងពិបាកទៅប៉ុន្តែរបស់យើងគឺយើងងាយក្នុងការបត់ណាហើយអត់សូវប្រើកម្លាំងខ្លាំងទេសូមបញ្ជាក់ថាអង្គរ Green គឺជាក្រុមហ៊ុនដែលមានការគិតគូរលើវិស័យកសិកម្មជាពិសេសតែងតែដោះស្រាយនៅវិបត្តិរបស់កសិករភ្លាមតាមរយៈក្រុមការងារដែលប្រចាំការនៅតាមបណ្ដាខេត្តនានាហើយចំណូលនៃការបើកវគ្គបណ្ដុះបណ្ដាលការផលិតចំណីសត្វដោយខ្លួនឯងចំនួន 50% ក្រុមហ៊ុនបានបរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយដល់កុមារកម្ពុជាដែលកំពុងតែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនេះ